សុកក្រៅបែរជាចង់ដឹកហាងក្រណាត់ទៅវិញនេះតើកូនគិតអីហេតុអីក៏ចង់ធ្វើបែបនេះម្ចាស់ពុកមិនអនុញ្ញាតឡើយខ្ញុំនេះនាងផាលីនតើអ្នកនាងមានអីឲ្យខ្ញុំជួយទេខ្ញុំមើលទឹកមុខអ្នកនាងមិនសូវសប្បាយចិត្តសោះគ្មានទេកុំមករវីរវល់ជាមួយខ្ញុំដឹងថាអ្នកនាងផាលីនពិបាកចិត្តរឿងដែរលោកបងមិនព្រមបើកហាងលក់ក្រណាត់ឲ្យពិតមែនទេរឿងរបស់ខ្ញុំអ្នកកុំមកចេះអីទុកពេលទៅមើលថែម្ចាស់ពុកឲ្យបានល្អវិញទៅប្រសើរជាងសំដីបានណាឲ្យគ្រាន់បើសិនចុះមិនចន្ទ្រាតើពុកកូនត្រឡប់មកវិញហើយឬនៅហើយកូនកំពុងធ្វើអីដែរមិនទាន់ត្រឡប់មកវិញទេម៉ែខ្ញុំកំពុងតែអានសៀវភៅនឹងម៉ែសូមជូនរឿងទីសកោបេះដូងនិពន្ធនឹងផលិតដោយកញ្ញាសុខាពេលនោះមិញព្រិញក៏បានទៅផ្ទះលោកពញាហើយក៏បានខ្ចីប្រាក់លោកពញាម្ដងទៀតពេលដែលខ្ចីបានហើយនោះស្អែកឡើងមិញព្រិញក៏បានទៅលោកពូឆយក៏បានមកផ្ទះវិញចាប់ពីថ្ងៃនេះទៅពូឆយខំធ្វើការរកស៊ីធ្វើស៊ីឈ្នួលលីអង្គគេរាល់ថ្ងៃម្ចាស់យាយខ្ញុំគិតថាខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយខ្ញុំមិនរំខានម្ចាស់យាយយូរទេណាមួយខ្ញុំចង់ត្រឡប់ទៅនិយាយជាមួយម្ចាស់ពុកឲ្យបានច្បាស់លាស់ព្រោះខ្ញុំមិនចង់ឲ្យម្ចាស់ពុកថាខ្ញុំនេះមិនបានការនោះទេបើចៅចង់ត្រឡប់ទៅវិញក៏ទៅចោះម្ចាស់យាយក៏មិនខាត់ដែរព្រោះម្ចាស់យាយនៅម្នាក់ឯងរហូតមកហើយចៅមិនបាច់បារម្ភពីយាយទេចៅទៅចោះចាម្ចាស់យាយបើអញ្ចឹងខ្ញុំជម្រាបលាហើយផាលីនចៅទៅតាមផ្លូវប្រយ័ត្នខ្លួនផងចាម្ចាស់យាយផាលីនចៅឲ្យយាយសុំទោសផងដែលយាយជួយចៅមិនបានម្ចាស់ពុកចៅក៏មានប្រពន្ធទៀតធ្វើឲ្យចៅពិបាកហើយចៅបើម្ដាយចៅនៅប្រកាសជាល្អហើយត្រឡប់មកវិញហើយតើម្ចាស់ម៉ាយសុខសប្បាយទេកូនទៅលេងទីនោះប៉ុន្មានថ្ងៃយ៉ាងម៉េចដែរចាគាត់សុខសប្បាយទេបើម្ចាស់ពុកគ្មានអីទេខ្ញុំសុំឡើងទៅលើហើយឈប់សិននេះគូនរាល់ថ្ងៃទុកពុកជាអ្វីទៅបានសួរមួយម៉ាត់ឆ្លើយមួយម៉ាត់បែបនេះឬមួយពុកគ្មានអ្វីសំខាន់ទេម្ចាស់ពុកដឹងហើយមែនទេថាខ្ញុំរាល់ថ្ងៃនេះគិតអ្វីនោះម្ចាស់ពុកមិនបាច់បារម្ភពីខ្ញុំទេខ្ញុំចេះមើលថែខ្លួនឯងបានហើយម្ចាស់ពុកទៅមើលថែប្រពន្ធចុងរបស់ម្ចាស់ពុកឲ្យបានល្អទៅកុំឲ្យប្រពន្ធចុងម្ចាស់ពុកនេះមករស់រឿងខ្ញុំបានទៅហើយខ្ញុំលីហើយផាលីនឈប់សិននេះឯងនិយាយស្អីលោកបងកុំតែគិតច្រើនអីកូនលោកបងប្រកាសជាគិតច្រើនហើយបាននិយាយបែបនេះខ្ញុំទុកគេដូចជាកូនបង្កើតអញ្ចឹងខ្ញុំឯណាទៅសន្សំរឿងជាមួយគេនោះលោកបងខ្ញុំនិយាយល្អជាមួយគេតែកូនលោកបងទេនិយាយជាមួយខ្ញុំមិនសូវទុកមកឲ្យខ្ញុំសោះលោកបងបានហើយលើកក្រោយបើគ្មានរឿងអីទេកុំទៅរវីរវល់ជាមួយគេទៅបានហើយខ្ញុំមានការចេញទៅខាងក្រៅម្លិះទៅសម្រាប់ទៅចាលោកបងម្ចាស់ម៉ែខ្ញុំពិតជានឹកម្ចាស់ម៉ែណាបើម្ចាស់ម៉ែនៅរស់ប្រកាសជាល្អជាងនេះមិនខានទេខ្ញុំមិនចង់ឃើញស្រីម្នាក់នោះនៅក្នុងផ្ទះនេះទៀតទេគេគ្រាន់ជាអ្នកបម្រើសោះហេតុអីក៏ម្ចាស់ពុកក៏លើកអង្ការគេយកគេធ្វើជាប្រពន្ធទៅវិញម្ចាស់ម៉ែខ្ញុំមិនជឿថាម្ចាស់ម៉ែសម្លាប់ខ្លួនឯងទេដល់រាបណាដែលខ្ញុំនៅមានជីវិតខ្ញុំត្រូវតែរត់ផុតតាំងឲ្យឃើញថាម្ចាស់ម៉ែមានសហាយដូចជាស្រីម្នាក់នោះនិយាយទេ
លោកពុកប៉ុន្មានថ្ងៃនេះខ្ញុំមិនដែលឃើញលោកពុកចេញទៅខាងក្រៅសោះពុកមានអីមែនទេកុំមកសន្សំរឿងជាមួយយើងចង់ទៅណាក៏ទៅពុកចង់សម្រាកពុកខ្ញុំស៊ូមែនណាខ្ញុំមិនបញ្ឆេះឲ្យពុកមកជេរខ្ញុំទៀតទេពុកមានរឿងអីមែនទេអូខ្ញុំដឹងហើយប៉ុន្មានថ្ងៃមុនពុកសួរខ្ញុំថាចង់យកប្រពន្ធចង់នោះឬមួយគេមិនព្រមបានជាពុកមកកើតទុកបែបនេះណែកុំមកចេះដឹងរឿងយើងប៉ុន្មានថ្ងៃនេះយើងមិនចេញទៅខាងក្រៅព្រោះយើងមិនស្រួលខ្លួនចង់ទៅណាក៏ទៅកុំមករំខានយើងបានខ្ញុំមិនរំខានពុកទៀតទេខ្ញុំទៅដើរលេងវិញល្អជាងតែខ្ញុំបារម្ភពីពុកណាឆាប់ចេញទៅកុំអោយយើងខឹងទន់ចង់មែនទៅក៏បានដែរណែអាភាមានរឿងអីមែនទេបានជាថ្ងៃនេះមុខមិនស្រស់អញ្ចឹងយើងតែបែបនឹងទេយើងសប្បាយចិត្តស្រាប់ហើយក៏ប៉ុន្តែទោះមួយយ៉ាងទេប៉ុន្មានថ្ងៃនេះលោកពុកមិនសូវសប្បាយចិត្តសោះហើយមិនដែលចេញទៅខាងក្រៅដែរយើងឆ្ងល់ណាស់តើលោកពុកមានរឿងអីទៅឯងនៅផ្ទះជាមួយធ្វើមិនយើងដឹងទៅណែយើងស៊ូមិនឲ្យឯងថាឲ្យយើងទេកុំទៅខ្វល់អីលោកពុកគាត់តែបែបនឹងឯងថ្ងៃនេះយើងបបួលឯងទៅដើរលេងម្ដងណាមិនថាឯងបដិសេធនឹងយើងទៀតណាថ្ងៃនេះយើងមានការចេញទៅខាងក្រៅដែរបានយើងទៅជាមួយឯងនេះបានជាសម្លាញ់យើងវើយបើអញ្ចឹងឆាប់ទៅម្ចាស់ពុកខ្ញុំមានរឿងចង់និយាយជាមួយតើម្ចាស់ពុកមានពេលទេឆាប់និយាយមក ខ្ញុំចង់និយាយតែពីរនាក់មានអ្នកក្រៅឯណាហេតុអីចាំបាច់និយាយតែពីរនាក់មិនអីទេលោកបងខ្ញុំចេញទៅសិនក៏បានដែរខ្ញុំមិនចង់ឲ្យក្មួយផាលីនមិនសប្បាយចិត្តទេបានហើយឆាប់និយាយមកខ្ញុំសូមអនុញ្ញាតម្ចាស់ពុកបើកហាងលក់ក្រណាត់និងច្នៃម៉ូដសម្លៀកបំពាក់តើម្ចាស់ពុកអនុញ្ញាតទេនេះម្ចាស់ពុកឲ្យទៅរៀននៅស្រុកក្រៅបែរជាចង់ដឹកហាងក្រណាត់ទៅវិញនេះតើកូនគិតអីហេតុអីក៏ចង់ធ្វើបែបនេះម្ចាស់ពុកមិនអនុញ្ញាតឡើយខ្ញុំទៅរៀនស្រុកក្រៅមែនខ្ញុំត្រឡប់មកវិញខ្ញុំមិនចង់ចាយលុយម្ចាស់ពុកទេខ្ញុំក៏ត្រូវចេះរកមុខរបរចិញ្ចឹមខ្លួនឯងដែរខ្ញុំមិនចង់ឲ្យយាយណាថាខ្ញុំរស់ដោយសារលោកពុកទេបើម្ចាស់ពុកមិនជួយខ្ញុំទេខ្ញុំនឹងរកប្រាក់បើកហាងដោយខ្លួនឯងយើងឲ្យលុយឯងទៅរៀនស្រុកក្រៅមិនមែនលុយយើងទេយើងចិញ្ចឹមឯងពីតូចដល់ធំក៏ជាលុយយើងដែរហេតុអីក៏គូនិយាយបែបនេះកូនចង់ធ្វើអ្វីក៏បានដែរលើកលែងតែបើកហាងលក់ក្រណាត់ម្ចាស់ពុកជួយបានទាំងអស់បើម្ចាស់ពុកនិយាយបែបនេះទៅហើយនោះខ្ញុំគ្មានអីត្រូវនិយាយដែរខ្ញុំនឹងរកលុយមកបើកហាងដោយខ្លួនឯងខ្ញុំទៅសម្រាប់សិនហើយផាលីនឈប់សិនផាលីនបានតើឯងរកប្រាក់មកពីណាមកបើកហាងលក់យើងនឹងចាំមើលឯងតើខ្ញុំរកលុយឯណាទៅមកបើកហាងនោះពេលនេះលុយនឹងខ្លួនមានតែបន្តិចបន្តួចធ្វើមិនបើកហាងគ្រប់ទៅតើខ្ញុំទៅរកខ្ចីឯណាទៅពិតមែនហើយម្ចាស់យាយប្រកាសជាជួយខ្ញុំបានតែខ្ញុំមិនចង់រំខានគាត់ទេគិតធ្វើយ៉ាងម៉េចទៅខ្ញុំពេលនេះកុំគិតច្រើនអីចាំស្អែកចាំគិតទៀតអេនោះគឺនាងផាលីងតើមើលតែមុខមិនសូវសប្បាយចិត្តសោះប្រកាសជារឿងនឹងហើយមើលទៅល្អណាស់ប្រហែលជាដល់វេនខ្ញុំហើយមើលទៅធ្វើសម្ដែងជាមនុស្សល្អហើយមើលទៅយើងនឹងធ្វើល្អដាក់គេឲ្យបានច្រើនឲ្យគេទុកចិត្តខ្ញុំកាន់តែខ្លាំងនេះនាងផាលីនតើអ្នកនាងមានអីឲ្យខ្ញុំជួយទេខ្ញុំមើលទឹកមុខអ្នកនាងមិនសូវសប្បាយចិត្តសោះគ្មានទេកុំមករវីរវល់ជាមួយខ្ញុំដឹងថាអ្នកនាងផាលីនពិបាកចិត្តរឿងដែរលោកបងមិនព្រមបើកហាងលក់ក្រណាត់ឲ្យពិតមែនទេរឿងរបស់ខ្ញុំអ្នកកុំមកចេះអីទុកពេលទៅមើលថែម្ចាស់ពុកឲ្យបានល្អវិញទៅប្រសើរជាងសំដីបានណាស់
ឲ្យគ្រាន់បើសិនចុះមិនមែនជារឿងរបស់ខ្ញុំមែនតែខ្ញុំក៏អាចជួយបានដែរខ្ញុំនឹងទៅជួយនិយាយជាមួយលោកបងឲ្យគាត់គិតម្ដងទៀតបានខ្ញុំប្រាប់ហើយជារឿងរបស់ខ្ញុំអាចដោះស្រាយតែខ្លួនឯងបានអ្នកកុំមកយោងមុខយកមាត់អីខ្ញុំដឹងណាថាអ្នកគិតអីអ្នកមកនិយាយល្អជាមួយខ្ញុំកុំគិតណាថាខ្ញុំចិត្តទន់ឲ្យសោះពីព្រោះខ្ញុំដឹងថាអ្នកណាល្អអ្នកណាអាក្រក់គ្រាន់បើណាយើងឲ្យឯងគ្រាន់បើសិនចុះថ្ងៃណាមួយយើងនឹងធ្វើឲ្យឯងនេះនិយាយមិនចាញ់នេះនាងផាលីនហេតុអីក៏អ្នកនាងនិយាយបែបនេះខ្ញុំពិតជាចង់ជួយអ្នកនាងពិតមែនណាខ្ញុំមិនដែលគិតអាក្រក់លើអ្នកនាងទេខ្ញុំស្រឡាញ់អ្នកនាងដូចជាកូនបង្កើតអញ្ចឹងខ្ញុំមិនដែលភ្លេចទេថាខ្ញុំពីមុនជាអ្នកណាមកពីណានោះខ្ញុំរស់មកដល់សប្តាហ៍ថ្ងៃនេះក៏ព្រោះលោកស្រីដែរខ្ញុំនេះសងគុណខ្លះទៅបានទេឬមួយគេមានល្បិចអីទៀតហើយឬមួយគេនិយាយពិតមែនទេខ្ញុំមិនជឿទេអ្នកកុំមកនិយាយល្អអីហើយមិនបាច់ជួយខ្ញុំទេខ្ញុំចេះដោះស្រាយខ្លួនឯងបានកុំមករវល់រឿងខ្ញុំសូមប្រាប់អ្នកបើមិនមែនរឿងអ្នកទេកុំមករវល់ជាមួយខ្ញុំយើងផ្ញើទុកសិនចុះថ្ងៃណាមួយឯងនឹងមកអង្វរយើងមិនខានចន្ទ្រាតើពុកកូនត្រឡប់មកវិញហើយឬនៅហើយកូនកំពុងធ្វើអីដែរមិនទាន់ត្រឡប់មកវិញទេម៉ែខ្ញុំកំពុងតែអានសៀវភៅនឹងម៉ែបន្តិចទៀតពុកត្រឡប់មកវិញហើយម៉ែកុំបារម្ភអីបើអញ្ចឹងកូនអានសៀវភៅតទៀតចុះម៉ែទៅចាំពុកកូននៅឯមុខផ្ទះហើយចាម៉ែអេហេតុអីថ្ងៃនេះផ្ទះក៏ស្ងាត់ម្ល៉េះហេម៉ែវានៅអង្គុយអីនៅត្រង់ហ្នឹងខ្ញុំនៅចាំពុកវាឯងនឹងណាហេតុអីក៏ក្រមកម្ល៉េះអូថ្ងៃនេះលោកថកែឲ្យថែមម៉ោងទើបមកផ្ទះយឺតបន្តិចចុះឯណាចន្ទ្រាគេសម្រាប់ឲ្យមែនទេកូនចន្ទ្រាកំពុងតែអានសៀវភៅនៅឯលើផ្ទះឯណោះពុកវាឯងទៅមុខទឹកទៅខ្ញុំមានរឿងចង់និយាយជាមួយបើអញ្ចឹងខ្ញុំទៅមុខទឹកហើយខ្ញុំអាណិតពុកម៉ែណាគាត់ខំធ្វើការទាំងក្តៅទាំងហត់ដើម្បីយកប្រាក់មកសុំអំណុលគេចំណែកខ្ញុំវិញមិនដែលជួយគាត់បន្តិចឡើយមិនបានទេស្អែកនេះខ្ញុំត្រូវតែរកការងារធ្វើដើម្បីយកប្រាក់មកសុំអំណុលជំនួសម៉ែខ្ញុំមិនអោយពុកម៉ែពិបាកទៀតទេម៉ែវីឯងមានរឿងចង់និយាយជាមួយខ្ញុំឆាប់និយាយមកនេះពុកវីឯងភ្លេចហើយមែនទេថាយើងនៅជំពាក់បំណុលលុបបញ្ជី20តម្លឹងទៀតឥឡូវជិតដល់ពេលកំណត់ហើយយើងរកប្រាក់មិនទាន់បានទៀតពុកវីឯងគិតធ្វើយ៉ាងម៉េចទៅខ្ញុំមិនភ្លេចទេតែពេលនេះខ្ញុំកំពុងតែរកប្រាក់ហើយនេះមកពីខ្ញុំមិនបានការទុកចិត្តគេពេកធ្វើឲ្យពិបាកខ្លួនឯងម៉ែវីឯងកុំបារម្ភអីខ្ញុំនឹងប្រឹងធ្វើការដើម្បីយកប្រាក់មកសងអំណុលលុបបញ្ជីមិនខានពុកវីឯងកុំបន្ទុកខ្លួនឯងអីឲ្យតែពុកវីឯងចេះកែខ្លួនខ្ញុំសប្បាយចិត្តទៅហើយយើងនាំគ្នាសម្រាកទៅស្អែកពុកវីឯងធ្វើការផងអីយ៉ាពុកថ្ងៃនេះគិតចង់ទៅណាតែងខ្លួនស្អាតដល់ហើយឬមួយពុកណាត់អ្នកណាពុកគ្មានណាត់អ្នកណាទេថ្ងៃនេះពុកទៅជួបអ្នកអង្គម្ចាស់បន្តិចពិតមែនហើយតាំងពីឯងធំមកឯងមិនដែលទៅលេងផ្ទះអង្គម្ចាស់ទេឯងចង់ទៅជាមួយពុកទេខ្ញុំចង់ទៅដែរតែពេលនេះខ្ញុំបានណាត់អភិរួចហើយថានឹងទៅរកការងារធ្វើថាយ៉ាងម៉េចនេះកូនទៅរកការងារធ្វើគួរឲ្យអស់សំណើចមែនតាំងពីណាពីណីមកមិនដែលរវីរវល់រឿងការងារទេថ្ងៃនេះឯងក្តៅខ្លួនមែនទេអត់ទេពុកមានឯណាខ្ញុំទៅហើយ